រឿងពិតមួយទៅកាន់ពិភពលោកយើងជាកូនខ្មែររស់នៅលើទឹកដីខ្មែរចង់និយាយអ្វីពីបេះដូងរបស់យើង A true message to the world. We are Khmer children living on Khmer land. Today, we want to speak from our hearts. ឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយកំពុងតែបង្ហោះព័ត៌មានធ្វើឲ្យមនុស្សខឹងគ្នាកាន់តែខ្លាំងមិនដឹងថាព័ត៌មានណាពិតព័ត៌មានណាមិនពិតហើយព័ត៌មានណាដែលត្រូវបំភ្លៃ Right now, the media is spreading information that's making people more angry and more divided. We don't know what is true or what has been manipulated. ពេលមានចំនួនធម្មតាអ្នកណាក៏លំអៀងទៅប្រទេសកំណើតរបស់ខ្លួនឯងដែរ When conflict happens, it's natural for people to feel protective of their homeland. តែសូមអ្នកទាំងអស់គ្នាមកស្ដាប់មួយចំណុចនេះសិនប្រទេសខ្ញុំទូចយោធារបស់ខ្ញុំក៏តិចអញ្ចឹងគ្មានហេតុផលអីដែលត្រូវទៅវាយប្រទេសជិតខាងដើម្បីផលប្រយោជន៍ខ្លួនឯងទេ But please, listen to this important truth. Cambodia is a very small nation. We have very little military power, and we have nothing to gain by attacking any of our neighboring countries. កម្ពុជាមិនចង់យកដីឬក៏មិនចង់យកអ្វីពីប្រទេសជិតខាងនោះទេកម្ពុជាគឺស្រូបត្រង់ណាស់ពេលនេះប្រទេសកម្ពុជាកំពុងខំប្រឹងអភិវឌ្ឍគាំទ្រនៅប្រជាជនហើយបង្កើនអនាគតដើម្បីកូនចៅជំនាន់ក្រោយ Cambodia does not want to take land, nor do we want to take anything from anyone. Khmer people are peaceful and respectful. Right now, we're trying to rebuild our nation, support our people, and create a better future for our next generation. ការប្រយុទ្ធមួយនេះគ្មានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរនោះទេមានតែការបាត់បង់មានតែការឈឺចាប់មានតែការប្រឆាំងពីគ្នាតែប៉ុណ្ណោះអ្នកដែលពិបាកបំផុតនោះគឺប្រជាពលរដ្ឋធម្មតាក្មេងៗត្រូវខាត់ការសិក្សារត់ចោលផ្ទះសម្បែងបាត់បង់ប្តីគ្មានអាហារគ្រប់គ្រាន់អ្នកខ្លះទៀតត្រូវពាក់លីរហូតដល់ជីវិតរបស់ខ្លួនឯងទៀត Fighting brings no benefit to Cambodia. It only brings pain. The ones who suffer the most are ordinary people. Wives losing their husbands. Children unable to study. Families fleeing from their home, not having enough food, and even losing their lives. ដូច្នេះហើយតើអ្នកណាបានអត្ថប្រយោជន៍ពីសង្គ្រាមមួយនេះ So who truly benefits from this war? មុននេះគឺយើងមានបទឈប់បាញ់ហើយប្រជាជនខ្មែរទាំងអស់សប្បាយចិត្តសង្ឃឹមថាបានសន្តិភាពត្រឡប់មកវិញប៉ុន្តែនៅខែធ្នូនេះមានការបើកបាញ់ប្រហារសារជាថ្មីម្ដងទៀតហើយប្រជាជនខ្មែររាប់ម៉ឺនគ្រួសារត្រូវបានខ្លាចជាជនភៀសសឹកដើម្បីរត់ទៅរកទីតាំងសុវត្ថិភាពហើយនេះគឺជាការជឿចាប់បំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ Not long ago, we had a ceasefire, and tens of thousands of people hoped that peace would return. But now, the fighting has started again in December. There has been many attacks, and families had to flee to temporary safety. It's truly heartbreaking. ក្នុងនាមយើងជាពលរដ្ឋខ្មែរសូមតែសុខខ្មែរសូមសន្តិភាពត្រឡប់មកវិញ We Khmer people only ask for peace to return.